បាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីនាវាចម្បាំងពីរប្រភេទដែលយើងតែងតែឮថាកម្ពុជាអាចនឹងទទួលបានហើយបើយើងមើលពីនាវាចម្បាំងពីរប្រភេទនេះមួយគឺប្រភេទ Corvette ហើយនិងមួយទៀតគឺប្រភេទ Frigate ហើយប្រភេទ Corvette ដែលយើងឮថាកម្ពុជានឹងទទួលបានគឺប្រភេទ 056ហើយមួយទៀតដែលយើងតែងតែឮថាអូប្រហែលជាយើងនឹងទទួលបាននៅប្រភេទមួយទៀត Frigate គឺ 054A ដែលជានាវាចម្បាំងទំនើបមួយភាពខុសគ្នារវាងនាវាចម្បាំងទាំងពីរនេះគឺទំហំបេសកកម្មហើយនិងរយៈចម្ងាយរបស់វាហើយបើយើងមើលពីទំហំនិងទម្ងន់របស់វាសម្រាប់ Corvette វាមានទំហំតូចស្រាលជាងFrigate ទម្ងន់ប្រភេទនាវាចម្បាំង Corvette នេះជាទូទៅវាអាចពី500ទៅ2500តោនឯប្រភេទ Frigate វិញវាជានាវាចម្បាំងខ្នាតធំដែលមានទម្ងន់ប្រមាណ2500ទៅ6000តោនឬក៏លើសនឹងក៏មានដែរហើយសម្រាប់ភាពខុសគ្នាមួយទៀតគឺបេសកកម្មនិងទូនាទីបើយើងមើលពីទូនាទីរបស់ Corvette គឺជានាវាដែលប្រើប្រាស់នៅលើឆ្នេរសមុទ្រធ្វើការប្រយុទ្ធនៅតំបន់ទឹករាក់ភាគច្រើនហើយនាវានេះក៏មានទូនាទីប្រយុទ្ធប្រឆាំងនឹងនាវាមួយទឹកផងដែរហើយទូនាទីរបស់វាមួយទៀតគឺការត្រួតពិនិត្យនិងការពារនៅរយៈចម្ងាយឆ្ងាយហើយសម្រាប់នាវាចម្បាំង Frigate វិញ Frigate ជានាវាចម្បាំងមានសមត្ថភាពនៅក្នុងការប្រយុទ្ធនៅមហាសមុទ្របានមានន័យថាវាអាចធ្វើដំណើរនៅក្នុងមហាសមុទ្របានដោយស្រួលហើយវាអាចប្រើប្រាស់បានច្រើនប្រភេទព្រោះមានអាវុធច្រើនវាអាចប្រឆាំងជាមួយនឹងយន្តហោះវាអាចប្រឆាំងជាមួយនាវាចម្បាំងហើយក៏វាអាចប្រឆាំងជាមួយនឹងនាវាមួយទឹកផងដែរជាទូទៅយើងប្រើប្រាស់វាសម្រាប់អមឬក៏ការពារនាវាចម្បាំងឬក៏នាវាដទៃទៀតផងដែរភាពខុសគ្នាមួយទៀតសម្រាប់នាវាចម្បាំងពីរនេះសម្រាប់ Corvette វាជានាវាចម្បាំងដែលមានរយៈចម្ងាយខ្លីមានន័យថាវាអាចធ្វើដំណើរឬក៏ការពារនឹងនៅរយៈចម្ងាយខ្លីដោយសារតែសភាវុធរបស់វានឹងមានដែនកំណត់ហើយវាសមស្របនៅក្នុងតំបន់ដូចថាវានៅការពារដែនសមុទ្ររបស់ខ្លួនណាហើយសម្រាប់នាវាចម្បាំង Frigate វិញវាមានសមត្ថភាពធ្វើដំណើរបេសកកម្មរយៈចម្ងាយឆ្ងាយឲ្យច្រើនថ្ងៃបានហើយឆ្លងមហាសមុទ្រក៏បានដែរសម្រាប់សភាវុធរបស់នាវាចម្បាំងទាំងពីរនេះសម្រាប់នាវាចម្បាំង Corvette វាមានសភាវុធនិងប្រព័ន្ធរ៉ាដាតិចជាងFrigate មានសមត្ថភាពខ្ពស់ប្រព័ន្ធរ៉ាដានិងសភាវុធធំជាងហើយខ្លាំងជាងបើយើងមើលពីចំនួនបុគ្គលិកនាវិករបស់នាវាចម្បាំងទាំងពីរនេះនាវាចម្បាំង Corvette នេះមានប្រមាណពី30ទៅ100នាក់ហើយ Frigate វិញមានបុគ្គលិកនិងការនាវិកមានប្រមាណជាង130ទៅ200នាក់ឡើងទៅហើយនេះជាភាពខុសគ្នារបស់នាវាចម្បាំងទាំងពីរនេះដោយសារតែមើលទៅនាវាចម្បាំង Corvette មានខ្នាតតូចជាងប៉ុន្តែវាលឿនហើយជាទូទៅវាសមស្របនៅក្នុងការប្រើប្រាស់នៅលើសមុទ្រទឹករាក់ឬក៏គេហៅថាឆ្នេរសមុទ្រការពារទឹកដែនសមុទ្រខ្លួនឯងហើយសម្រាប់ Frigate វិញវាមានទំហំធំហើយមានសមត្ថភាពខ្លាំងអាចប្រើប្រាស់នៅក្នុងបេសកកម្មអន្តរជាតិបានបាទអរគុណសូមជម្រាបលា